ចឹងនេះគឺយើងនិយាយអំពីបច្ចេកទេសថ្មីមួយទៀតដែលទៅធ្វើការ list នៅក្នុង Binance គឺជា Spark ឬក៏ Token Railway SPK Spark វាគឺជាប្រភេទ decentralized ឬក៏ DeFi ហើយនិង Real Asset ឬក៏ RWA platform protocol មួយដែលផ្ដោតសំខាន់ទៅលើប្រភេទ stable coin ដែលគាត់ជាអ្នក holder ប្រភេទ stable coin ហ្នឹងគាត់អាចមានឱកាសជាមួយនឹងទទួលបានការប្រាក់មកវិញនៅពេលដែលគាត់យក stable coin មកគាត់យកទៅធ្វើការ staking ឬក៏ saving នៅក្នុង platform Spark មួយហ្នឹងដោយ Spark គឺបាន operate ជាមួយនឹងប្រភេទ chain ជាច្រើនក៏ដូចជាបានធ្វើការ deploy ជាមួយនឹង site ប្រាក់ចំនួន $3.97 លានចូលទៅកាន់ chain ជាច្រើនផងដែរដែលមានដូចជា Ethereum, Arbitrum, Base, Optimism, Unichain ហើយនិង Genesis Chain ជាដើមហើយអាចផ្ដើមវិញជាមួយនឹងការប្រាក់ដែលមានចំនួនដែលគេអាចប៉ាន់ស្មានរហូតទៅ $191.16 លានជាប្រចាំឆ្នាំជួ Spark គឺគេមាន key point ចំនួន 3 សម្រាប់ដំណើរការនៅក្នុង ecosystem របស់គេដោយទីមួយគឺជា Spark Saving នៅពេលដែលយើងធ្វើការ staking ជាមួយនឹងប្រភេទ stable coin មានដូចជា USDC, USDS ហើយនិង DAI ដោយយើងនឹងអាចទទួលបានការប្រាក់ឬក៏ reward ត្រឡប់មកវិញរហូតដល់ទៅ 4.5% នោះហើយចំពោះការ staking ឬក៏ការ saving នឹងគឺមិនតម្រូវឬក៏កំណត់ពេលវេលាទេបើសិនជាយើងចង់ deposit ឬក៏ចង់ withdraw ពេលណាក៏បានដែរប៉ុន្តែគាត់ថាបើសិនជាយើងដាក់យូរគឺវាទទួលបាននៅច្រើននៅពេលដែលយើងដាក់ឆាប់គឺវាទទួលបាននៅតិចដូចគ្នាហើយនៅមួយទៀតគឺជា Sparkland ដោយ Sparkland នេះគឺវាអនុញ្ញាតឲ្យយើងធ្វើការខ្ចីប្រាក់ឬក៏ borrow ជាលក្ខណៈ stable coin ត្រឡប់មកវិញដែលមានដូចជា USDC ហើយនិង USDS ដោយចុងក្រោយគេគឺជា Spark Liquidity ដែលវាមានទូនាទីក្នុងការសម្រាប់ឲ្យយើង exchange សាច់ប្រាក់មិនថានៅក្នុងប្រភេទ DeFi ឬក៏នៅក្នុង Real Asset ទេនិយាយទៅគឺយើងអាចធ្វើការ cross trade បានហើយនៅមួយទៀតគឺតទៅជាមួយនឹង SPK ឬក៏ Token SPK ហ្នឹងដែលទៅធ្វើការ list នៅក្នុង Binance ហ្នឹងក៏វាមានមុខងារក៏ដូចជាវាមាន potential មួយចំនួនស្តីងគ្នាជាមួយនឹង Spark ផងដែរដោយ SPK នេះគឺយើងអាចយកវាទៅធ្វើការ staking គឺនៅពេលដែលយើង staking SPK យើងនឹងទទួលបាន reward វិញជាលក្ខណៈ Spark Point ដែល Spark Point នេះគឺយើងអាចយកវាទៅធ្វើការ convert ឬក៏នៅពេលណាមួយគឺវាមាន project airdrop ធ្លាក់មកគឺយើងនឹងអាចទទួលបានអានឹងជា reward ផងដែរហើយនៅមួយទៀតគឺតទៅជាមួយនឹងការ farm ចំពោះអ្នកដែលគាត់ជាអ្នក holder ប្រភេទ stable coin ដែលដូចជា SKY ឬក៏ USDS អ្នកគ្នាគឺអាចធ្វើការទទួលបានជាមួយនឹង SPK ផងដែរនៅពេលដែលគ្នាធ្វើការ lock ជាមួយនឹងប្រភេទ stable coin មួយហ្នឹងអូខេហើយឥឡូវនេះតទៅជាមួយនឹងប្រភេទ SPK គឺវាបានធ្វើការ list ចូលទៅក្នុង Binance រួចហើយអ្នកគ្នាអាចធ្វើការវិនិយោគឬក៏ទិញដូរនៅក្នុងនឹងបានតែមុននឹងធ្វើការទិញដូរឬក៏វិនិយោគអ្នកគ្នាអាចចូលទៅធ្វើការ research បន្ថែមបានក៏ដូចជាមើលទៅជាមួយនឹង potential នៃការហ្នឹងថាវាអាចមានដំណើរការឬក៏មានអនាគតល្អដែរឬក៏អត់តែអ្វីដែលខ្ញុំនិយាយនេះវាគ្រាន់តែជាការសង្ខេបខ្លីៗទៅជាមួយនឹងបច្ចេកទេសហ្នឹងឬក៏បច្ចេក Spark ហ្នឹងតែប៉ុណ្ណោះអូខេអញ្ចឹងមុននឹងធ្វើការវិនិយោគសូមកុំភ្លេចធ្វើការ research ដោយខ្លួនឯងនិងមានទំនួលខុសត្រូវដោយខ្លួនឯងចឹងឥឡូវនេះគឺយើងចូលទៅកាន់ព័ត៌មាន crypto របស់យើងបន្តទៀតដោយប្រមាណទីមួយគឺទៅជាមួយនឹង logo ប្រធានាធិបតី Trump គឺគាត់បានប្រកាសថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងប្រទេសអ៊ីរ៉ង់បើសិនជាប្រទេសអ៊ីរ៉ង់នោះគឺហ៊ានទៅធ្វើការប៉ះពាល់ជាមួយនឹងសហរដ្ឋអាមេរិកហើយនៅមួយទៀតគឺទៅជាមួយនឹងប្រទេសកូរ៉េខាងត្បូងនឹងធ្វើការ public hearing ស្ដីពី Bitcoin ហើយនិង crypto ដល់មួយទៀតគឺទៅជាមួយនឹងប្រទេសវៀតណាមនឹងឲ្យទ្រព្យសកម្ម digital ឬក៏ digital asset នឹងត្រូវបានស្របច្បាប់ក្រោមច្បាប់ឧស្សាហកម្មបច្ចេកវិទ្យា digital ថ្មីចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026ហើយក៏បានអនុម័តច្បាប់ដែលទទួលស្គាល់ទ្រព្យសម្បត្តិ crypto ជាផ្លូវការផងដែរហើយវៀតណាមនឹងក៏បានចូលជាសមាជិក BRICS ជាផ្លូវការដែលជាប្រទេសដៃគូផងដែរហើយនៅមួយទៀតគឺទៅជាមួយនឹងអ្នកដែលប្រើប្រាស់ជាមួយនឹង Poly Market គឺបានព្យាករពីឱកាស 97.5% ដែល Fed នឹងមិនព្រមធ្វើការផ្លាស់ប្ដូរអត្រាការប្រាក់ណាមួយឡើយនៅថ្ងៃពហុនេះហើយនៅមួយទៀតគឺទៅជាមួយនឹង strategy ទើបតែធ្វើការទិញជាមួយនឹង 1100 Bitcoin បន្ថែមទៀតនៅក្នុងតម្លៃ $1000 លានហើយឥឡូវនេះគឺ Meta Planet របស់ប្រទេសជប៉ុនគឺបានវាស់ដាច់ Coinbase ជាផ្លូវការក្នុងការកាន់កាប់ជាមួយនឹង Bitcoin ដោយ Meta Planet គឺមាន Bitcoin hold ចំនួន 10000 ហើយនឹង Coinbase គឺមាន Bitcoin hold ត្រឹមតែ 9267 តែប៉ុណ្ណោះហើយនឹងតទៅជាមួយនឹងគណនីរបស់ crypto meme coin Pump Do Fund ដែលត្រូវបានផ្ដល់ដំណើរការទៅដោយ X ឬក៏ Twitter បាត់ទៅហើយសូម្បីតែ startup របស់ Pump Dot Fund ហ្នឹងក៏ត្រូវបានខាង Commodity X ឬក៏ Twitter ហ្នឹងបានផ្ដល់ដំណើរការដូចគ្នាហើយនឹងមួយទៀតគឺតទៅជាមួយនឹងលោកប្រធានាធិបតី Trump គឺគាត់បានធ្វើការ post នៅក្នុង Twitter របស់គាត់តែម្ដងដោយគាត់ចង់ឲ្យប្រទេសអ៊ីរ៉ង់ហ្នឹងគឺធ្វើការចុះចាញ់ទៅអូខេអញ្ចឹងតទៅជាមួយនឹងព័ត៌មាន crypto ក៏ដូចជាបច្ចេកទេស Spark របស់យើងនេះគឺមានតែប៉ុណ្្នឹងទេបើមិនជាមានអ្វីថ្មីឬក៏មានព័ត៌មាន update បន្តទៀតគឺខ្ញុំនឹងយកមកធ្វើការចែកជូនដល់អ្នកគ្នាដូចគ្នាអញ្ចឹងយើងរៀនមកទៀតនៅវីដេអូក្រោយជាមួយនឹងព័ត៌មានថ្មីបន្តទៀត